សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូមួយតាក់ទងមួយនឹង Project Based Learning អញ្ចឹងខ្ញុំចង់សួរអ្នកនរគ្នាថាហេតុអីបាន Project Based Learning សំខាន់ Project Based Learning សំខាន់ដោយសារតែវាជួយទៅកាន់ពង្រឹងទៅកាន់ 21st century skill ដែល 21st century skill ដែលគេសំដៅទៅដល់ 4C គឺមាន communication collaboration critical thinking and creative មានគេអាចនឹងលើកឡើងនិយាយថានៅក្នុងសម័យទំនើបនេះយើងចាប់ផ្ដើមមាន AI អញ្ចឹងបើយើងមិនចាប់ផ្ដើមមាន AI អញ្ចឹងតើយើងមានម៉ាស៊ីនមកជំនួសការងារជាច្រើនរបស់មនុស្សអញ្ចឹងធ្វើម៉េចដើម្បីឲ្យមនុស្សហ្នឹងគាត់អាចនៅតែរក្សាការងាររបស់គាត់បានអញ្ចឹងគេរកឃើញថាមាន skill 4ដែលសំខាន់ដែលនឹងជួយរុញច្រានមនុស្សនៅតែអាចរក្សាការងារគាត់បានគឺដូចជាជំនាញទំនាក់ទំនងព្រោះជំនាញទំនាក់ទំនងគឺជាជំនាញមួយដែលមិនអាចម៉ាស៊ីនមួយចំនួនក្នុងការទំនាក់ទំនងរបស់យើងទៅកាន់អ្នកដទៃបានទេ collaboration គឺជាការដែលយើងធ្វើការសហការជាក្រុមបានក៏មិនអាចមានម៉ាស៊ីនណាមកធ្វើការសហការជាក្រុមជាមួយយើងបានដែរយើងត្រូវការសហការជាមួយអ្នកដទៃយើងត្រូវការជំនាញហ្នឹង critical thinking skill ជំនាញត្រិះរិះពិចារណានិងជំនាញមួយនេះក៏ប្រហែលជាអ្នកខ្លះថាឥឡូវយើងមាន ChatGPT យើងអាចសួរ ChatGPT បានទោះបីយើងអាចសួរ ChatGPT បានក៏ ChatGPT ក៏មិនអាចគាត់ analyze ទៅលើ information ហ្នឹងដែលជួយយើងទៅកាន់ការត្រិះរិះពិចារណាបានស៊ីជម្រៅដែរ creative ការច្នៃប្រឌិតបង្កើតថ្មីក៏ជាជំនាញមួយដ៏សំខាន់នៅក្នុងសម័យសតវត្សទី21នឹងដែរអញ្ចឹងអឺតើបើសិនជា PBL ឬក៏ Project Based Learning មានសារៈសំខាន់អញ្ចឹងតែហេតុបានជាគ្រូមួយចំនួនគាត់ហាក់បីដូចជាពុំសូវចង់បង្រៀនតាក់ទងជាមួយនឹង PBL ឬក៏ Project Based Learning ហ្នឹងដោយសារតែវាមានបញ្ហាអឺការផលលំបាកទៅលើការ implement វាដូចជាអ្នកខ្លះភាគច្រើនគាត់យល់ថា project based learning ហ្នឹងអ្វីដែលសំខាន់បំផុតគឺការដែលយើងមានលុយមានន័យថាយើងមាន budget សម្រាប់ចំណាយនៅក្នុង project ធំធំនោះគាត់សម្លឹងទៅមើលសាលាឯកជនដែលគេមានលទ្ធភាពចំណាយខ្ទង់ចំណាយរហូតដល់គេអាចឲ្យកូនសិស្សទៅធ្វើការសិក្សាស្រាវជ្រាវសរសេរចេញជាបទផ្សាយចេញជាសៀវភៅគេអាចមានខ្ទង់ចំណាយឲ្យកូនសិស្សសាក់លបងធ្វើនៅ project fundraising ដែលគាត់មានលុយឲ្យកូនសិស្សទៅជួលស្តង់ជួលអីផ្សេងឬក៏គាត់មានលទ្ធភាពឲ្យកូនសិស្សទៅសិក្សាស្រាវជ្រាវនៅតំបន់ប្រវត្តិសាស្ត្រផ្សេងការពិតមកវាយើងសម្លឹងទៅលើអ្វីដែលត្រូវចំណាយលុយធំធំការពិត project based learning មិនប្រកាសថាយើងត្រូវការទឹកប្រាក់ទេនេះជាចំណុចមួយទៀតនៅក្នុងការ challenge ក្នុងការធ្វើ project based learning ដែលខ្ញុំជួបគឺគ្រូមួយចំនួននិយាយថាកូនសិស្សអត់មានសមត្ថភាពកូនសិស្សគឺគាត់អត់ចង់ធ្វើកូនសិស្សគាត់អត់ចង់ចូលរួមចឹងសួរថាហេតុបើកូនសិស្សគាត់អត់មានសមត្ថភាពហេតុកូនសិស្សអត់ចង់ធ្វើហេតុកូនសិស្សអត់ចង់ចូលរួមជួនកាលពេលខ្លះ project ដែលយើងផ្ដល់ឲ្យគាត់ធ្វើវាធំលើសសមត្ថភាពគាត់ពេកដែលធ្វើឲ្យគាត់ហ្នឹងពិបាកនឹងចូលរួមពិបាកនឹងធ្វើអញ្ចឹងយើងសាកធ្វើនៅ project ទូចទូចដែលគាត់អាចមានលទ្ធភាពធ្វើបានមុននឹងយើងឈានទៅកាន់ project ធំធំហើយយើងអាចសាក់លបងទៅលើ project ដែលវា related ជាមួយនឹងជីវិតប្រចាំថ្ងៃគាត់អញ្ចឹងវាជួយគាត់បានច្រើននៅក្នុងការដែលគាត់សាក់លបងធ្វើទៅលើ project based learning អញ្ចឹងថ្ងៃនេះខ្ញុំចង់ណែនាំអ្នកនរគ្នាទៅលើ project based learning ដែលខ្ញុំបានធ្វើជាមួយកូនសិស្សខ្ញុំមួយចំនួនវាជាការងារតូចតូចទេទី1គឺខ្ញុំឲ្យអ្នកនរគ្នាឃើញទី1គឺការសរសេរcooking recipe ទី2គឺការសរសេរhandmade គឺការធ្វើ handmade magazine ទី3គឺតាក់ទងជាមួយនឹង fundraising project និងទី4គឺ literature project អញ្ចឹងនេះជាអ្វីខ្ញុំបានធ្វើមួយកូនសិស្សខ្ញុំអញ្ចឹងខ្ញុំឲ្យគាត់ទៅសេcooking recipe ជាភាសាអង់គ្លេសដើម្បីធ្វើបានដំបូងបំផុតគឺខ្ញុំត្រូវ search រកពាក្យដែលតាក់ទងជាមួយនឹងបន្លែក៏ដូចជាគ្រឿងទេសផ្សេងដើម្បីជួយ support កូនសិស្សក្នុងការសរសេរ cooking recipe ហ្នឹងអញ្ចឹង
អ្នកនរគ្នាអាចមើលឃើញកន្លែងនេះគឺជាពាក្យដែលខ្ញុំស្វែងរកដើម្បីបង្ការកូនសិស្សគាត់សួរអញ្ចឹងខ្ញុំដឹងខ្ញុំអាចមានពាក្យហើយខ្ញុំអាចសរសេរពាក្យទាំងអស់នេះមួយចំនួននៅលើក្តារខៀនហើយបើសិនជាគាត់សួរបន្ថែមទៀតខ្ញុំសរសេរបន្ថែមទៀតហើយនៅពេលដែលខ្ញុំឲ្យគាត់សរសេរ cooking recipe គឺខ្ញុំដាក់គោលដៅតាក់ទងជាមួយទៅនឹងលុយខ្ញុំចង់ឲ្យគាត់សរសេរ cooking រូបមន្តធ្វើម្ហូបដែលធ្វើម៉េចតម្លៃនៃ cooking recipe ហ្នឹងគឺតម្លៃរបស់វាហ្នឹងអត់ឲ្យលើសពី20000រៀលទេអត់ឲ្យលើសពី20000រៀលទេអញ្ចឹងនៅពេលដែលគាត់សរសេរអញ្ចឹងគាត់ត្រូវគិតមានតែលុយ20000ទេអញ្ចឹងធ្វើម្ហូបអីបានអញ្ចឹងនៅពេលដែលគាត់សរសេរហ្នឹងគាត់ក៏ដាក់តម្លៃដែរអញ្ចឹងអ្នកនរគ្នាអាចមើលឃើញតម្លៃដែលគាត់ដាក់នៅកន្លែងនេះហើយអញ្ចឹងគាត់ត្រូវកណនាតម្លៃដែរគាត់ត្រូវគិតបន្ទាប់មកគាត់ចាប់ផ្ដើមសរសេរ cooking recipe នឹងចេញមកហើយអានេះនៅពេលដែលគាត់សរសេរហើយយើងអាចឆែកហើយអីហើយអញ្ចឹងយើងអាចប្រមូលចងក្រងទៅជាសភៅcooking recipe មួយបានហើយយើងអាចជាការលើកទឹកចិត្តដល់កូនសិស្សយើងដែលគាត់ព្យាយាមសរសេរ cooking recipe ហ្នឹងគឺយើងអាចយកវាទៅទុកនៅ library ដើម្បីតាំងពិព័រណ៍បង្ហាញស្នាដៃរបស់គាត់ទៅកាន់សិស្សនៅក្នុងសាលាបានដែរបន្ទាប់មកនេះគឺជា handmade magazine សម្រាប់ handmade magazine ហ្នឹងគឺខ្ញុំឲ្យកូនសិស្សគាត់បង្កើតជា content 3ទី1គឺ CCF achievement CCF program ហើយ CCF Internet 5 year អញ្ចឹងកាលហ្នឹងខ្ញុំធ្វើការនៅ CCF អញ្ចឹងខ្ញុំឲ្យគាត់ទៅសេ magazine តាក់ទងជាមួយនឹង CCF ប៉ុន្តែទៅសេជាដៃទេអញ្ចឹងគឺគាត់ត្រូវច្នៃប្រឌិតត្រូវគិតថាត្រូវធ្វើម៉េចអីម៉េចអញ្ចឹងគឺគាត់ design តាំងពីក្របរហូតដល់គាត់ចោះបង្កើតចេញជាសភៅហើយគាត់សរសេរអញ្ចឹងដំបូងឡើយគាត់សរសេរกระดาษបន្ទាប់មកខ្ញុំឆែកឲ្យបានគាត់ចាប់ដើមសរសេរចូលក្នុងกระดาษពណ៌នេះហើយគាត់ច្នៃបន្ថែមចឹងបន្ទាប់មកទៀតគឺ fundraising ចំណែកសម្ពោះ fundraising នេះវិញគឺមានន័យថាខ្ញុំឲ្យគាត់សម័យថាយើងត្រូវការទិញ laptop សម្រាប់សិស្ស CCF ធ្វើការ research ដែលយើងមានលុយ$2000ហើយគោលដៅរបស់យើងហ្នឹងគឺធ្វើ fundraising ដែលរហូតដល់ត្រូវការលុយ$5000អញ្ចឹងកូនសិស្សគាត់ធ្វើការនៅក្នុងជាក្រុមហើយគាត់ត្រូវគិតពី plan របស់គាត់ក្នុងការធ្វើ fundraising អញ្ចឹង fundraising នេះគឺគោលដៅគឺគ្រាន់តែគាត់ធ្វើ plan ទេអញ្ចឹងគាត់ត្រូវគិតថាខ្ញុំមានលុយ2000ហើយអញ្ចឹងតើខ្ញុំត្រូវធ្វើអីគេអញ្ចឹងក្នុងហ្នឹងអ្នកខ្លះគឺគាត់នឹកឃើញធ្វើ marathon racing ការរត់ marathon អ្នកខ្លះគាត់នឹកឃើញធ្វើកម្មវិធី concert ធ្វើអីផ្សេងហើយនៅពេលដែលគាត់ទៅសេ plan នឹងចេញមកគឺគាត់ត្រូវគិតថាបើទៅគាត់ថារត់ marathon រត់នៅណាហើយអ្នកចូលរួមអាចចូលរួមបានប៉ុន្មានអ្នកហើយទៅតើត្រូវចំណាយអីគេខ្លះហើយទៅតើគាត់លក់សំបុត្រក្នុងការដែលគេមករត់ម៉ារ៉ាតុងហ្នឹងគាត់លក់សំបុត្រតម្លៃប្រហែលហើយទៅតើកន្លែងទីតាំងហ្នឹងគាត់ត្រូវធ្វើម៉េចដើម្បីបានទីតាំងហ្នឹងមិនថាគាត់គិតច្រើនណានៅក្នុងការសរសេរហ្នឹងហើយនៅពេលដែលគាត់សរសេរហើយអ្វីដែលសំខាន់បំផុតគឺគាត់ធ្វើ presentation ចឹងនៅក្នុង presentation របស់គាត់ហ្នឹងគឺយើងអាចបង្កើតជាសំណួរដែលសួរគាត់កាន់តែស៊ីជម្រៅតាក់ទងជាមួយនឹង fundraising របស់គាត់ដើម្បីគាត់គិតថាតើអ្វីនេះគឺជាកត្តាដែលបានន័យថាអាចនឹងរាំងខ្ទប់មិនឲ្យគាត់ធ្វើ fundraising នឹងបានចឹងដើម្បីឲ្យគាត់ហ្នឹងគិតឲ្យកាន់តែស៊ីជម្រៅឧទាហរណ៍ថាគាត់ចង់ធ្វើ concert គាត់ធ្វើ concert នៅណាកន្លែងហ្នឹងផ្ទុកមនុស្សបានប៉ុន្មានអ្នកសបុតគាត់ចង់លក់តម្លៃប្រហែលបើគាត់ចង់លក់សបុតតម្លៃ$20តែគាត់ថាជីវភាពប្រជាជនខ្មែរយើងហ្នឹងគាត់អាចទិញតម្លៃ$20ហ្នឹងបានអត់អញ្ចឹងគឺគាត់ត្រូវគិតច្រើនហើយយើងក៏ត្រូវសួរសំណួររបស់គាត់ដើម្បីឲ្យគាត់គិតឲ្យកាន់តែស៊ីជម្រៅនៅក្នុងការធ្វើ fundraising ហ្នឹងដែរបន្ទាប់ពី fundraising ហ្នឹងអឺគឺខ្ញុំចូលចិត្ត project នេះជាងគេគឺ literature project ហ្នឹងគឺខ្ញុំឲ្យកូនសិស្សធ្វើការងារជាក្រុមទៅសេជារឿងខ្លីមួយដោយកូនសិស្សគាត់ត្រូវគិតអំពីបញ្ហានៅក្នុងសហគមន៍របស់គាត់ហើយគាត់ពិភាក្សាគ្នាថាតើរឿងរបស់គាត់ហ្នឹងគាត់ចង់បង្ហាញគាត់ចង់ផ្ញើសារយ៉ាងម៉េចទៅកាន់ប្រជាជននៅក្នុងសហគមន៍របស់គាត់ហ្នឹងចឹងគាត់ត្រូវគិតអំពីរឿងមួយដែលពោរពេញទៅដោយអត្ថន័យដែលឆ្លុះបញ្ចាំងអំពីបញ្ហាសង្គមបន្ទាប់ពីគាត់ទៅសេរឿងហ្នឹងហើយគឺគាត់ត្រូវស្វែងរកនឹង editor ចំនួន2រូបដែល editor ហ្នឹងគឺគាត់ត្រូវ edit ហើយ sign នៅលើกระดาษហ្នឹងដើម្បីបង្ហាញថាគាត់ពិតជាបានស្វែងរក editor 2រូបមែនបន្ទាប់ពី editor
គាត់ edit នៅលើសាច់រឿងរបស់គាត់នឹងហើយគាត់សរសេរសាច់រឿងហ្នឹងសារជាថ្មីមកគាត់កឹបភ្ជាប់ជាមួយទៅនឹងរឿងដែលមាន editor sign ហើយនឹងរឿងថ្មីដែលគាត់សរសេរហ្នឹងកឹបចូលគ្នាមកខ្ញុំត្រួតពិនិត្យហើយគាត់ចាប់ផ្ដើមធ្វើ role play ចឹងគាត់ចាប់ផ្ដើមសម្ដែងរឿងហ្នឹងតែម្ដងបន្ទាប់ពីគាត់សរសេររឿងហ្នឹងហើយឲ្យគេ edit ហើយបន្ទាប់មកអានេះគឺជាគេអាចនិយាយថាជាការធ្វើជា project ទូចមួយផ្សេងទៀតដែរដូចជាខ្ញុំឲ្យកូនសិស្សធ្វើ game board កន្លែងនេះគឺ game board នេះគឺខ្ញុំឲ្យគាត់ធ្វើជា first ឬក៏ second conditional ដោយគាត់ឲ្យមួយកំណាត់ខាងមុខជា first conditional អញ្ចឹងទៅអញ្ចឹងគឺមានន័យថានៅពេលដែលគាត់លេងគឺគាត់ត្រូវបំពេញមួយកំណាត់ first conditional ហ្នឹងចឹងនៅពេលដែលគាត់ធ្វើ game board បែបនេះគឺគាត់ក៏បានរៀន form របស់ first conditional និង second conditional ដែរប៉ុន្តែអ្វីដែលជាបញ្ហាចម្បងនៅពេលដែលធ្វើ game board បែបនេះអ្នកនរគ្នាត្រូវ give clear instruction បើសិនជា instruction យើងអត់ clear ទេគាត់ជួនកាលគាត់អត់បង្កើតជា first second conditional ទេគាត់បែរជា add មិនថាគាត់ដាក់ស្អីគេដែលមិនន័យថាចូលទៅក្នុង column game board ហ្នឹងដែលអត់តកតងនឹងមេរៀនខ្ញុំឧទាហរណ៍មួយដូចកូនសិស្សខ្ញុំក្នុង column ហ្នឹងគេ prefer ហើយ second conditional លេងគាត់ដាក់មានច្រៀងមានរាំមានអីដែលវាអត់តកតងមួយ first condition first ហើយនិង second conditional អញ្ចឹងយើងត្រូវ make clear instruction ថាយើងឲ្យគាត់យកសរសេរតែ first និង second conditional ទេហើយអានេះវិញគឺតកតងជាមួយនឹង storyboard អញ្ចឹងដំបូងឡើយគឺខ្ញុំឲ្យកូនសិស្សមកធ្វើការជាក្រុមគាត់គូ storyboard នៅពេលដែលគាត់គូ storyboard ហ្នឹងហើយអញ្ចឹងគាត់គូទៅរូបទេគាត់ exchange ជាមួយក្រុមគេអញ្ចឹងក្រុមគេហ្នឹងទទួលយក storyboard ហ្នឹងយកមកសរសេរជាសាច់រឿងចឹងនៅពេលដែលគាត់សរសេរសាច់រឿងហើយអស់គាត់ក៏យក storyboard ហ្នឹងសាច់រឿងហ្នឹងឲ្យទៅក្រុមម្ចាស់ដើមវិញចឹងក្រុមម្ចាស់ដើមហ្នឹងគឺគាត់អាចមើលទៅតើសាច់រឿងហើយនឹងរឿង storyboard ហើយនឹងរឿងដែលគេសរសេរហ្នឹងស៊ីចង្វាក់គ្នាអត់យើងនិយាយទៅគឺយើងមានបំណងចង់ឲ្យគាត់គិតវិភាគទៅតាមរូបហ្នឹងតើសាច់រឿងវាគួរមិនអីមិនអញ្ចឹងហើយគាត់ក៏ធ្វើការងារជាក្រុមទៅដែរហើយproject មួយនេះវិញគឺជា project មួយដែលតាក់ទងជាមួយនឹងអត្ថបទមួយនៅក្នុងសៀវភៅដែលអត្ថបទហ្នឹងគេនិយាយអំពីដែនកោះមួយដែលដែនកោះហ្នឹងគឺស្រស់ស្អាតណាស់ប៉ុន្តែអត់ទាន់មានភ្ញៀវទេសចរទៅទស្សនានឹងដែនកោះហ្នឹងទេអញ្ចឹងខ្ញុំឲ្យគាត់សម័យតាំងខ្លួនគាត់ថាជាក្រុមហ៊ុនទៅអភិវឌ្ឍដែនកោះហ្នឹងអញ្ចឹងគាត់ត្រូវគិតថាតើគាត់ត្រូវអភិវឌ្ឍដែនកោះហ្នឹងរបៀបម៉េចដើម្បីទាក់ទាញភ្ញៀវទេសចរចឹងកូនសិស្សខ្ញុំមួយចំនួនគាត់ថាគាត់ត្រូវសាងសង់សន្តាគារគាត់ត្រូវសាងសង់កន្លែងលេងកន្លែងអីផ្សេងចឹងទៅអ្នកខ្លះគាត់ថាត្រូវទុកកន្លែងហ្នឹងដូចដើមទុកជាធម្មជាតិហើយសាងសង់ជា resort តូចអញ្ចឹងមើលថាគំនិតរបស់គាត់ចាប់ផ្ដើមគិតក្នុងការសម័យក្នុងការអភិវឌ្ឍដែនកោះហ្នឹងនៅក្នុងក្រុមរបស់គាត់ហើយគាត់ធ្វើការ presentation ចឹងនេះខ្ញុំវីដេអូនេះបានដើរមកដល់ទីបញ្ចប់ហើយខ្ញុំចង់ប្រាប់អ្នកនរគ្នាត្រឡប់ទៅវិញថា project based learning វាប្រហែលជាមនុស្សជាច្រើននិយាយថាវាត្រូវការលុយច្រើនវាលំបាកកូនសិស្សយើងអត់មានពេលតែការពិតទៅមិនថាជាពេលវេលាមិនថាជាលុយកាក់មិនថាជាអ្វីទេសំខាន់បំផុតគឺយើងចេះច្នៃប្រឌិតហើយយើងត្រូវចេះច្នៃវាយើងត្រូវចេះមើលថាតើយើងគួររៀបចំរបៀបម៉េចដើម្បីឲ្យ project ហ្នឹងដំណើរការទៅបានអ្នកខ្លះថាខ្ញុំអត់មានពេលអញ្ចឹងយើងត្រូវគិតថា project មួយតែយើងត្រូវការរយៈពេលប៉ុន្មានហើយយើងគ្រប់គ្រងពេលវេលារបៀបម៉េចសំខាន់ណាក្នុងការគ្រប់គ្រងពេលវេលាហើយក្រៅពីការគ្រប់គ្រងពេលវេលាមិនថាអ្នកនរគ្នាចង់ធ្វើ project អីទេគឺអ្នកនរគ្នាត្រូវចេះច្នៃប្រឌិតត្រូវ be more creative បើមិនអ្នកនរគ្នា be more creative អ្នកនរគ្នានឹងអាចបង្កើតនៅ project ជាច្រើនឲ្យកូនសិស្សរៀនបានហើយការរៀនបែប project គឺជួយដល់កូនសិស្សច្រើនដូចជាជួយទៅដល់ការដូចដែលខ្ញុំបង្ហាញអញ្ចឹងគឺជួយឲ្យគាត់គិតជួយឲ្យគាត់ចេះច្នៃប្រឌិតបង្កើតថ្មីអញ្ចឹងវាមានសារៈសំខាន់មែនតើចឹងខ្ញុំសូមអរគុណ